បាទជំរាបសួរបងគ្រូនេះក៏ជាគ្រូដែលត្រូវតាមដានមកគ្រូទៀតហ្នឹងបងគ្រូទៅតាមខ្សែក្បាត់របៀងកណ្ដុរចរិតដីឡុងពិសិដ្ឋបាទជាមួយនឹងពេជ្រសង្ហៈបើនិយាយទៅគ្រូនេះចាប់មកគឺ50-50ហ្នឹងបងគឺគួរឲ្យតាមដានណាបើនិយាយទៅកីឡាករឡុងពិសិដ្ឋជាកីឡាករក្បាច់ដែលមានបទពិសោធន៍ច្រើនរីឯពេជ្រសង្ហៈជាកីឡាករវ័យក្មេងដែលធ្ងន់ធន់ហើយចេញចូលលឿនគូនេះសម្រាប់ខ្ញុំ50-50ពិបាករឿងបងចាប់គូនេះគឺល្អមើលហ្មងវ័យឡុងពិសិដ្ឋជាកីឡាករដែលមានបទពិសោធន៍ច្រើនហើយកីឡាករក្បាច់ហើយក៏ជាអតីតកីឡាករមេដាយមាសជម្រើសជាតិយ៉ាងដែរតែគាត់ថាគ្នាខានយូររីឯពេជ្រសង្ហៈជាកីឡាករដែលទើបឡើងហើយឡើងរហូតឡើងតលើអត់តធ្លាក់ទេហើយគេវាយគេប្រកួតញឹកជាងឡុងពិសិដ្ឋខានយូរអញ្ចឹងហើយតែពេជ្រសង្ហៈមានច្រើនបើនិយាយទៅបើឲ្យខ្ញុំស្រឡាញ់កីឡាករក្បាច់ដូចឡុងពិសិដ្ឋតែគាត់ថាបើមានភាពខ្ញុំឲ្យភាពទៅពេជ្រសង្ហៈមានភាពជាងឡុងពិសិដ្ឋព្រោះពេជ្រសង្ហៈធ្ងន់មិនយ៉ាងនេះហើយចេញចូលលឿនណាហើយឡុងពិសិដ្ឋជាកីឡាករក្បាច់ដែលចេញចូលយឺតជាងពេជ្រសង្ហៈទេអញ្ចឹងហើយអាភាពធន់អាភាពលឿនរបស់ពេជ្រសង្ហៈអាភាពធ្ងន់របស់ពេជ្រសង្ហៈនេះធ្វើឲ្យឡុងពិសិដ្ឋយ៉ាប់បើនិយាយទៅឡុងពិសិដ្ឋបើអាចឈ្នះពេជ្រសង្ហៈបានមាន10ទុកឯងវាយឲ្យពេជ្រសង្ហៈស្លាប់គឺអត់ស្លាប់ទេបើពេជ្រសង្ហៈអានឹងអាចវាយឲ្យឡុងពិសិដ្ឋស្លាប់បានហើយក៏អាចឈ្នះបន្ទុកឡុងពិសិដ្ឋដែរបើភាគរយច្រើនដែលឈ្នះខ្ញុំគិតថាខ្ញុំឲ្យតែពេជ្រសង្ហៈតែគាត់ថាខ្ញុំស្រឡាញ់កីឡាករក្បាច់តែបើភាគរយឈ្នះច្រើនណាខ្ញុំឲ្យទៅពេជ្រសង្ហៈព្រោះពេជ្រសង្ហៈជាកីឡាករវ័យក្មេងចេញចូលលឿនបងចេញចូលលឿនហើយធ្ងន់ហើយឡុងពិសិដ្ឋគឺខានយូរអញ្ចឹងវាពិបាកដែរឡុងពិសិដ្ឋប៉ះជាមួយពេជ្រសង្ហៈលើកនេះហើយគូនេះខ្ញុំគិតថាឡើងទៅដល់វាយគូខ្សែក្បាត់នេះអត់មាន LL ចូលខ្សែក្បាត់ទេសម្រាប់ខ្ញុំបើ LL អត់ឲ្យហ្មងខ្សែក្បាត់អត់ឲ្យទេពេជ្រសង្ហៈពេជ្រសម្បត្តិនេះឡើងទៅខ្ញុំធានាដល់វាយហ្មងខ្លាចតែឡុងពិសិដ្ឋទប់ពេជ្រសង្ហៈជាប់ទេតែគាត់ថាខ្ញុំស្រឡាញ់កីឡាករក្បាច់អញ្ចឹងវាពិបាករឿងបងវាពិបាកតែគាត់ចាប់គូអញ្ចេះគឺ50-50ទេគឺមានរឿងដែលត្រូវតាមដានហ្មងល្អមើលហ្មងគូនេះទៅតាមខ្សែក្បាត់សម្រាប់គូមុនបើជាខ្ញុំខ្ញុំអត់ឲ្យខ្សែក្បាត់ទេខ្ញុំអត់ឲ្យហ្មងខ្សែក្បាត់អត់មាន LL ទប់យកខ្សែក្បាត់ទេវាអត់សមជាគូខ្សែក្បាត់ទេតែគាត់ថាគូនេះខ្ញុំគិតថាឡើងទៅដល់វាយទេតែបើសិនជា LL យកខ្សែក្បាត់ដូចគូមុនទេកុំឲ្យហ្មងហើយមិនបាច់បណ្ដៃច្រើនទេបើថា LL ដេញចុះហ្មងព្រោះគូខ្សែក្បាត់អត់មានធ្វើប្រាប់ច្រើនទេឡើងទៅវាយទៅដើម្បីខ្សែក្បាត់បើថាយើង LL ទប់ដើម្បីខ្សែក្បាត់ទេមិនមែនទឹកចិត្តជាអ្នកកីឡាទេអញ្ចឹងដេញចុះបណ្ដោយទៅកុំទុកតែខ្ញុំទុកចិត្តលើពេជ្រសង្ហៈជាមួយឡុងពិសិដ្ឋខ្ញុំគិតថាឡើងទៅដឹងដល់វាយអត់មានទប់ដើម្បីខ្សែក្បាត់ទេព្រោះឯកីឡាករពេជ្រសង្ហៈនិងពេជ្រសម្បត្តិនេះឡើងទៅក៏ដឹងដល់វាយអស់ប្រចិត្តហ្មងចាញ់ឈ្នះជើងកីឡាហ្មងអាហ្នឹងអ្វីដែលខ្ញុំគិតទេណាព្រោះខ្ញុំឃើញការប្រកួតពេជ្រសង្ហៈនិងពេជ្រសម្បត្តិនេះគឺឡើងទៅដល់វាយហើយចាញ់ឈ្នះជើងកីឡាទេអត់មានន័យណា LL យកខ្សែក្បាត់ទេដូចពេជ្រសម្បត្តិនេះមានដើរចូលគេវាយផងអញ្ចឹងខ្ញុំគិតថាគូពីរនេះដល់ល្អមើលពេជ្រសង្ហៈជាមួយនឹងកណ្ដុរចរិតឡុងពិសិដ្ឋអរគុណច្រើនបង